ហើយអ្វីបានជាអ្នកដទៃរស់រានមានជីវិតនៅទីហោស្ថានតែងតែអត់ឃ្លានប៉ុន្តែពួកគេបែរជាញ៉ាំអាហារហូបបង្កងដែលធ្វើឡើងដោយខ្លួនឯងហើយផឹកទឹកផ្លែឈើ passion fruit ព្រោះ Jack គឺជាអ្នកជំនាញរស់រានមានជីវិតនៅទីហោស្ថានអស់រយៈពេល20ឆ្នាំហើយគោលដៅរបស់គាត់គឺដើម្បីយកឈ្នះលើទីហោស្ថានទាំងអស់នៅថ្ងៃនោះ Jack បានរកឃើញកោះបង្កងដ៏ដាច់ស្រយាលមួយដែលបង្កងនៅជុំវិញនោះមានទំហំធំនិងរអិលមិនត្រឹមតែចូលចិត្តលើតុអាហារប៉ុណ្ណោះទេថែមទាំងអាចនាំមកនូវភាពសប្បាយរីករាយពេញលេញដល់គ្រួសារទៀតផងនៅពេលព្រឹកព្រលឹមស្រាងៗ Jack បានទៅក្នុងសួនច្បារមួយកន្លែងហើយបេះផ្លែ passion fruit ហើយបើកនាវាមុជទឹករបស់គាត់ទៅសមុទ្រដើម្បីចាប់បង្កងត្រូវតែនិយាយថានេះពិតជាកន្លែងដ៏ល្អសម្រាប់គ្រួសាររស់រានមានជីវិតនៅទីហោស្ថាននៅពេលដែលសត្វអណ្ដើកសមុទ្រជាច្រើនក្រុមបានឡើងគោកដើម្បីចាប់ផ្ដើមពងប៉ុន្តែពួកគេមិនមែនជាតួឯកនៅថ្ងៃនេះទេ Jack ក៏បានធ្វើដំណើរទៅកាន់តំបន់សមុទ្រគោលដៅថាបង្កងនៅទីនេះចូលចិត្តឲ្យគេញ៉ាំពួកវាជាទូទៅលាក់ខ្លួននៅក្នុងធ្មនៅសមុទ្រ Jack ក៏ចាប់ផ្ដើមស្វែងរកដោយខ្លួនឯងមិននឹកស្មានថាបង្កងឃើញដៃរបស់ Jack មិនវែងគ្រប់គ្រាន់ក៏ចូលមកក្នុងដៃរបស់ Jack ឲ្យគាត់ចាប់បានតើពេលណាទើបដល់វិញខ្ញុំឃើញបង្កងកំពុងអបដៃរបស់ Jack យ៉ាងណែនហើយថែមទាំងធ្វើមុខឌឺដាក់គាត់ទៀតផងទាំងអស់នេះគឺជាបង្កងតូចដែលគ្មានក្រញាំពិតជាកំប្លែងមែនបើអាចចាប់បានប៉ុន្មានថ្ងៃនៅទីនេះអាចស្មើនឹងខ្ញុំធ្វើការ10ឆ្នាំបន្ទាប់មកពួកគេម្នាក់ក៏ចុះទៅក្នុងសមុទ្រដើម្បីរកមើលបង្កងធំជាងនេះថ្មប៉ព្រះទឹកនៅខាងក្រោមមានពេញទៅដោយបង្កងដូច្នេះវាពិបាកណាស់ក្នុងការរកមើលថ្មដែលគ្មានបង្កងពួកគេទាំងពីរបានឡោមព័ទ្ធសត្វព្រៃបន្ទាប់ពីការតស៊ូយ៉ាងស្វិតស្វាញអស់រយៈពេល30វិនាទីទីបំផុតពួកគេក៏បានយកបង្កងចេញពីក្នុងរូងដោយជោគជ័យនៅពេលដែល Jack ចង់ធ្វើជាវីរបុរសគាត់ក៏ត្រូវបង្កងនេះលេងសើចដាក់គាត់ទៀតហាបង្កងតូចនេះពិតជាមានថាមពលខ្លាំងណាស់វាក្រវីកន្ទុយមិនឈប់សោះនេះធ្វើឲ្យ Jack រំភើបចិត្តណាស់ល្អហើយអបបង្កងឡើងលើទូកហើយបង្រៀនគាត់ឲ្យត្រង់តាមពិតទៅគឺវាស់កម្ពស់របស់បង្កងបូកជាមួយពុកមាត់វែងដល់ទៅ1ម៉ែត្រគុំថាឡើយ Jack សំបីតែអ្នកកែសម្រួលនៅឆ្ងាយនៅឆောင်းខេងក៏លោភលន់ចង់បានខ្លួនគាត់ដែរបើមិនមែនព្រោះតែជាលេងនៅក្បែរនោះហៅគាត់ឲ្យស្ងួតទេខ្ញុំក៏នឹងទៅចាប់ពីរបីក្បាលមកសាកដែរបន្ទាប់ពីបង្ហាញរួចពួកគេក៏ចេញទៅកាន់តំបន់សមុទ្រដែលជ្រៅជាងនេះឮថាបង្កងនៅទីនោះធំណាស់ពេលនេះ Jack នៅខាងក្រោមស្រែកហៅឈ្មោះពួកគេមិនឈប់សោះយើងអាចឃើញពុកមាត់វែងមួយចំនួនបានលេចចេញមកក្រៅហើយនេះមិនមែនលូកដៃទៅដល់ទេប៉ុន្តែវាពិតជាពិបាកទាញចេញណាស់ព្រោះនេះជាទឹកដីរបស់បង្កងចាំមើលថាតើមានបងធំណាទៀតកំពុងធ្វើជាអ្នកផ្ទះសំឡេងនេះហើយគឺមានអារម្មណ៍ថាកំប្លែងមែនទែនមិននឹកស្មានថាជាបង្កងញីមួយក្បាលសោះនេះវាមានរូបរាងស្អាតតើមានអ្នកជំនាញពិតប្រាកដដឹងថានេះអាចញ៉ាំបានទេ Jack ដែលមិនរើសអាហារលើកនេះក៏បានបោះបង់ចោលគាត់សង្ឃឹមថាបង្កងតូចនេះអាចបង្កើតកូនបង្កងបន្ថែមទៀតបន្ទាប់មកក៏ដាក់វាក្នុងស្នាមធ្មេញនៅខាងក្រោមវិញហើយលើកមេដៃសង្ឃឹមថាពួកគេនឹងមានសុវត្ថិភាពមានខ្ចីត្រូវតែមានសង្ខ្ចីនៅទីតាំងនោះ Jack កំពុងភ្លក់រសជាតិរបស់បង្កងចំហុយបន្ទាប់ពីលេងបង្កងមួយក្បាលទៀតគាត់ត្រូវស្វែងរកឃើញដុំធំថ្លាដូចគ្រីស្តាល់នេះគឺដូចជាខ្សែមេឃដ៏វែងនេះពិតជាអស្ចារ្យណាស់តែគ្មានអ្នកណាគ្រប់គ្រងគាត់ទេមិនចាប់កន្ត្រៃទេនេះគឺជាសង្គ្រាមរវាងបង្កងនិងសត្វឆ្កែដែលនឹងផ្ទុះឡើងគាត់មិនព្រមឲ្យបង្កងនៅក្នុងស្នាមធ្មេញនោះកម្រើកទេពួកគេទាំងពីរនាក់បានជាប់គាំងប្រហែលកន្លះនាទីហើយទីបំផុតក៏បានទាញបង្កងចេញមកនិយាយមិនទាន់ចប់ផងបង្កងក៏ចាប់ផ្ដើមប្រើកម្លាំងនេះពិតជាសំឡេងដែលខ្ញុំធ្លាប់ពឺដែលមិនគួរឲ្យជឿបំផុតមើលចុះពិតជាគួរឲ្យច្រណែនណាស់ប្រសិនបើខ្ញុំអាចចាប់វាដោយខ្លួនឯងខ្ញុំប្រកាសជាត្រូវបង្កងអូសទៅគ្រប់ទីកន្លែងមិនដឹងថាគេគិតថាខ្ញុំត្រូវបង្កងចាប់យកទៅពីមុំនេះបង្កងតូចនេះធំគួរសម្ដែប្រហែលជានៅផ្ទះគេធ្វើម្ហូបឆ្ងាញ់ញ៉ាំហើយខ្ញុំចូលចិត្តហាត់ប្រាណអាហារពេលល្ងាចថ្ងៃនេះគឺសម្រាប់ចិត្តថាជាអ្នកហើយអូបន្ទាប់មកបង្កងនេះហាក់ដូចជាឆ្លាតវៃណាស់វាដំបងលាក់ខ្លួននៅក្នុងស្នាមធ្មួយហើយខណៈពេលដែលអ្នកទាំងពីរកំពុងពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រនោះត្រីផ្កាពណ៌ខៀវក៏បានជ្រៀតចូលក្នុងចំណោមបុរសនោះដើម្បីជួយសង្សឹកឲ្យបងប្អូន Jack ក៏ចាប់ផ្ដើមវាយប្រហារយ៉ាងសាហាវនេះគឺជាបទពិសោធន៍ចាប់បង្កងដ៏អស្ចារ្យអាចប្រៀបធៀបបាននឹងភាពយន្ត Hollywood យ៉ាងណាក៏ដោយជុំវិញនោះមានស្នាមធ្មេញអាចលាក់ខ្លួនបានទេទីបំផុតក៏បានចាប់វាបានដោយសុវត្ថិភាពមិននឹកស្មានថាទោះបីជាវាជាបង្កងទុនក៏ដោយក៏វាហាក់ដូចជាត្រូវបានរៀបចំសម្រាប់អាហារពេលល្ងាចថ្ងៃនេះដែរឃើញដល់ត្រង់នេះអ្នកគិតថាវាចប់ហើយមែនទេរឿងដែលគួរឲ្យចាប់អារម្មណ៍ទើបតែចាប់ផ្ដើមទេនៅតែជាស្នាមធ្មេញដែរហើយក៏ជាការខិតខំប្រឹងប្រែងរបស់ពួកគេទាំងពីរនាក់ប៉ុន្តែបង្កងនេះគឺជាស្ដេចសមុទ្រជាស្ដេចបង្កងការតស៊ូប្រឆាំងយ៉ាងសាហាវបានធ្វើឲ្យធូលីហុយពេញដីអ្នកទាំងពីរមិនព្រមចុះចាញ់គ្នាទេប៉ុន្តែតាមពិតទៅគឺសម្រាប់ញ៉ាំទេសំណាងល្អដែលបុរសនោះមានទម្ងន់និងកម្លាំងលើសលប់ទីបំផុតក៏ទទួលបានជ័យជំនះក្នុងពេលនេះរាល់ការតស៊ូទាំងអស់គឺឥតប្រយោជន៍ដើម្បីសុវត្ថិភាពបុរសនោះក៏បានអបបង្កងជាប់នឹងទ្រូងពេលនោះក៏ប្រញាប់ទៅជួយអ្នកទាំងពីរក៏បន្តទៅទៀតអ្នកមិនអាចនឹកស្មានដល់ថាកូនបង្កងអាចធំដល់ម្លឹងជេកក៏ប្រុងប្រយ័ត្នលើកបង្កងដាក់លើទូកកំសាន្តគ្រប់គ្នាក៏សម្លឹងមកកាន់គាត់អ្នកទាំងពីរពិតជាមិនគួរឲ្យជឿជេកនិយាយថាវាជាលើកដំបូងក្នុងជីវិតដែលគាត់ចាប់បានបង្កងធំបំផុតវាមានប្រវែងជាង1ម៉ែត្រជាង20គីឡូក្រាមវាធំសង្ហាណាស់
ទឹកនោមរបស់វាក៏ប្រហែលជាផ្អែមដែរនៅពេលដែលខ្ញុំគិតថាចេកនឹងយកបង្កងទៅកាត់ជាបំណែកមិននឹកស្មានថាចេកជ្រើសរើសបោះបង់ចោលគាត់និយាយថាត្រូវឲ្យបង្កងនេះបន្តពូជពង្សដូច្នេះអាចផ្ដល់ផលប្រយោជន៍ដល់មនុស្សជាតិបានល្អប្រសើរអូហើយបន្ទាប់មកក៏យកបង្កងទៅផ្ទះរកឪពុកម្ដាយចិត្តរបស់ចេកពិតជាធំមែនអ្នកដទៃសុទ្ធតែសុំរូបបីដងគាត់បែរជាល្អយកបងជ្រូកមកផ្ទះវិញទោះបីជាវាមិនសូវសមហេតុផលក៏ដោយប៉ុន្តែនៅតែលើកមេដៃឲ្យបង្កងសង្ឃឹមថាគាត់អាចបន្តរស់នៅបានល្អខិតខំខ្លាយជាមនុស្សប្រុសអាក្រក់ថ្ងៃក្រោយរកបាននារីជាច្រើនទៀតដើម្បីស្រឡាញ់គ្នាពេលនេះចេកបានពេញចិត្តហើយចាប់បន្តទៀតគឺមិនគួរសំទេភ្លាមនោះពួកគេក៏ធ្វើដំណើរត្រឡប់ទៅវិញគ្រួសារបង្កងក៏លេងសើចគ្នាមួយសន្ទុះហើយក៏មិនភ្លេចលេងជាមួយសត្វចិញ្ចឹមរបស់ខ្លួនឈុតឆាកក៏មកដល់ការផ្សាយផ្ទាល់ហូបអាហារម្ហូបដែលដាក់នៅខាងឆ្វេងគឺជាបង្កងដែលសម្បូរបំផុតនៅអូស្ត្រាលីចំណែកខាងស្ដាំនេះក៏ជាបង្កងដែលអ្នកទាំងពីរមិនច្រើនមិនតិចទេគឺល្មមសម្រាប់ពួកគេញ៉ាំឆ្អែតអ្វីត្រូវបានរៀបចំរួចរាល់ចេកដំបងត្រូវដោះស្រាយជាមួយបង្កងនៅពីមុខនេះសិនធ្លាប់ញ៉ាំបង្កងហើយអ្នកទាំងអស់គ្នាដឹងហើយសមាមាត្រនៃបង្កងសម្បកទុនគឺនៅតែតិចជាងបន្ទាប់ពីស្ងោររួចអាចលាយជាមួយសម្បកញ៉ាំបានចេកនិយាយថាបង្កងនេះពិតជាពិបាកដោះស្រាយណាស់មិនថាកន្ទុយឬក្បាលទេកាត់មួយកាំបិតឃើញតែភាពរលោងបន្ទាប់មកយកសាច់នៅកណ្ដាលចេញមកក៏ចាត់ទុកថាបានសម្រេចហើយចំណែកបង្កងសម្បកកឹងនេះមិនសូវស្រួលដោះស្រាយទេអ្នកត្រូវកាត់ក្បាលនិងកន្ទុយចេញពីគ្នាសិនកន្ទុយបន្ទាប់មកបង្វិលធ្នមដូច្នេះយើងអាចទទួលបានសាច់បង្កងមួយដុំពេញលេញសូម្បីតែសម្បកបង្កងក៏មើលទៅគួរឲ្យចង់ញ៉ាំណាស់ធ្វើឲ្យមនុស្សស្រក់ទឹកមាត់បីហាត់បន្ទាប់មកត្រូវកាត់បង្កងជាពីរចំណែកយកសាច់ចេញឃើញថាពិតជាមិនសូវស្រួលទេក៏អាចជាទំហំកន្ត្រៃមិនសូវសមរកតើអ្នកទាំងអស់គ្នាគិតថាបង្កងប្រភេទណាឆ្ងាញ់ជាងលាបគ្រឿងទេសខ្លះរួចអាចដាក់ចូលក្នុងខ្ទះចៀនមិននឹកស្មានថាកន្លែងដាក់តាំងរបស់សង្សារចាស់ពិតជាលេចធ្លោមែនលើកក្រោយត្រូវតែបេះផ្លែឈើដែលមានជាតិពុលបន្ថែមទៀតមិនយូរប៉ុន្មានក៏បានធ្វើគ្រឿងទេសរបស់តាន់រ៉េនរួចរាល់ពេលនេះសាច់បង្កងក៏ចាប់ផ្ដើមប្រែជាពណ៌មាសអ្នកទាំងអស់គ្នាជួបជុំគ្នាសប្បាយរីករាយរងចាំថ្ងៃដ៏ស្រស់ស្អាតបំផុតក្នុងការភ្លក់រសជាតិនេះពិតជាឈូលងនិងបៃឈីងហុងជៀនប្រញាប់ទៅផ្ទះមុនសិនសូមឲ្យយើងរក្សាទុកនៅរសជាតិដ៏អស្ចារ្យរបស់បង្កងធ្វើឲ្យរសជាតិឆ្ងាញ់ស្ថិតនៅក្នុងចិត្តហើយស្រូបយករឿងរ៉ាវរបស់យើងក៏ចិត្តដល់ទីបញ្ចប់ហើយចូលចិត្តរឿងបែបផ្សងព្រេងក្នុងព្រៃកុំលេខចុច like គាំទ្រផងការលើកទឹកចិត្តតូចតាចគឺជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់បង្កងជួបគ្នាថ្ងៃស្អែក